គាត់ចេះតស៊ូមតិការពារដីការពារព្រៃហើយការពារត្រីទឹកប៉ុន្តែយើងហៅថាកម្មវិធីតស៊ូមតិប៉ុន្តែគាត់តស៊ូមតិរឿងព្រៃរឿងដីរឿងទឹកសុទ្ធតែរឿងធនធានធម្មជាតិអញ្ចឹងភាគច្រើនអង្គការសហគមន៍170នេះយើងធ្វើមិនខ្លួនឯងឡងមកលើតស៊ូមតិឥឡូវយើងដូរហើយយើង rebrand គេហៅថាលាបពណ៌ថ្មីអញ្ចឹងតែជាលោកសៃអាចដឹងថាចុះបើយើងធ្វើតស៊ូមតិឥឡូវធ្វើអីទៀតអញ្ចឹងខ្ញុំនឹងបង្ហាញយុទ្ធសាស្ត្រថ្មីថាអនាគតកន្លងមកហើយនៅអនាគតយើងមានល្អគឺយើងចង់ឃើញគោលដៅយើងថ្មីនេះគឺយើងតោតលើការអភិវឌ្ឍសង្គមតាមរយៈការពារពលរដ្ឋគាត់ចេញមតិចូលរួមមួយរដ្ឋាភិបាលការពារសិទ្ធិប៉ុន្តែយើងចង់ឃើញកម្ពុជាយើងមានសុខដុមរមនាមានបរិយាបន្នសង្គមហើយអភិវឌ្ឍដោយចីរភាពតាមរយៈពង្រឹងសេដ្ឋកិច្ចនិងការគ្រប់គ្រងគ្រោះថ្នាក់ពីធម្មជាតិនិងអភិបាលកិច្ចល្អនិងប្រជាធិបតេយ្យសិទ្ធិមនុស្ស